តាក់ទងជាមួយនឹងបញ្ហានៅអ៊ុយក្រែនលោកអ៊ុយក្រែនខ្ញុំបានជម្រាបជូនប្រិមិត្តកាលពីព្រឹកមិញហើយសម្រាប់អ្នកនៅសហរដ្ឋអាមេរិកគឺខាងតាំងពីម្សិលមិញមកម្លេះគឺខាងទីប្រឹក្សាបេសកជនរបស់លោកត្រាំហើយនឹងខាងរុស្ស៊ីជួបប្រជុំគ្នារៀបចំផែនការធ្វើយ៉ាងណាដើម្បីបញ្ចប់សង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែននឹងក៏ប៉ុន្តែបើតាមការដឹងគឺមានអត្ថប្រយោជន៍ខ្លាំងទៅខាងរុស្ស៊ីហើយបានប្រគល់ទៅឲ្យលោក Zelensky ឥឡូវនេះលោកប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយថាលោកមានឆន្ទៈនៅក្នុងការធ្វើការសហការជាមួយនឹងសហរដ្ឋអាមេរិកទៅលើផែនការមួយនេះដើម្បីបញ្ចប់សង្គ្រាមរបស់រុស្ស៊ីនៅលើប្រទេសអ៊ុយក្រែនបើទោះបីជាសម្ព័ន្ធមិត្តរបស់អ៊ុយក្រែននៅអឺរ៉ុបបដិសេធថាអូធ្វើអញ្ចឹងអត់តាមទៅទេបាទគាត់បដិសេធហើយបាននិយាយថាផែនការនេះគឺគ្រប់គ្រងដោយសហរដ្ឋអាមេរិកបាទគឺពួកគេមិនពេញចិត្តពីព្រោះផែនការនោះគឺហាក់ដូចជាផ្ដល់ផលប្រយោជន៍ទៅរុស្ស៊ីខ្លាំងខុទ្ទកាល័យរបស់លោក Zelensky បាននិយាយនៅថ្ងៃប្រហ័សនេះថាលោកបានទទួលហើយនៅសេចក្តីព្រាងនៃផែនការនេះហើយថាលោកនឹងសន្ទនាគ្នាជាមួយនឹងលោកប្រធានាធិបតី Donald Trump ក្នុងរយៈពេលប្រហែលថ្ងៃខាងមុខនេះទៀតខុទ្ទកាល័យរបស់លោកមិនបានធ្វើអត្ថាធិប្បាយដោយផ្ទាល់ទៅលើខ្លឹមសារនៃផែនការនោះទេព្រោះអីមិនទាន់បានបោះពុម្ពផ្សាយជាសាធារណៈប៉ុន្តែមេដឹកនាំអ៊ុយក្រែនបានគូបញ្ជាក់ពីគោលការណ៍ជាមូលដ្ឋានសំខាន់គឺធ្វើយ៉ាងណាដើម្បីផលប្រយោជន៍របស់ប្រជាពលរដ្ឋអ៊ុយក្រែនមិនអាចលះបង់ផលប្រយោជន៍របស់ប្រជាពលរដ្ឋអ៊ុយក្រែនចោលបានទេប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយនានានៅសហរដ្ឋអាមេរិកជាពិសេសសារព័ត៌មាន Access បានរាយការណ៍ថាក្នុងផែនការនោះគឺមានចំនួន28ចំណុចគឺពាក់ព័ន្ធដោយសង្ខេបគឺត្រូវឲ្យអ៊ុយក្រែនប្រគល់ទឹកដីនិងអាវុធទៅឲ្យរុស្ស៊ីបានន័យថាឲ្យទឹកដីដែលរុស្ស៊ីមិនទាន់វាយកបានទៅតាមឲ្យរុស្ស៊ីហើយខ្លួនឯងចងដៃមិនអាចនឹងប្រើប្រាស់អាវុធធុនធ្ងន់មួយចំនួនបានដោយសារព័ត៌មាននេះបានដកស្រង់សម្ដីរបស់មន្ត្រីសហរដ្ឋអាមេរិកម្នាក់ដែលសូមមិនបញ្ចេញឈ្មោះដែលបានដឹងអំពីរឿងនេះបានរាយការណ៍ថាផែនការនេះនឹងផ្ដល់ឲ្យរុស្ស៊ីនៅផ្នែកខ្លះនៃភាគខាងកើតអ៊ុយក្រែនដែលទីក្រុងមូស្គូមិនទាន់បានគ្រប់គ្រងនាពេលបច្ចុប្បន្នជាថ្នូរនឹងការធានាសន្តិសុខរបស់សហរដ្ឋអាមេរិកសម្រាប់ប្រទេសអ៊ុយក្រែននិងអឺរ៉ុបប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីនាពេលអនាគតខាងអ្នកនាំពាក្យសេតាភិមានគឺអ្នកស្រី Caroline Levitt បានបញ្ជាក់នៅថ្ងៃប្រហ័សនេះថារដ្ឋមន្ត្រីការបរទេសរបស់សហរដ្ឋអាមេរិកគឺលោក Marco Rubio និងបេសកជនពិសេសរបស់លោកតាមគឺលោក Steve Witkoff បានធ្វើការដោយស្ងៀមស្ងាត់លើផែនការនេះអស់រយៈពេល1ខែមកហើយដោយទទួលបានមតិយោបល់ពីអ៊ុយក្រែននិងរុស្ស៊ីលើលក្ខខណ្ឌដែលអាចទទួលយកបានសម្រាប់ភាគីនីមួយៗប៉ុន្តែលោកស្រីបានបដិសេធមិនធ្វើអត្ថាធិប្បាយលម្អិតទៅលើសំណើដែលបានបែកធ្លាយឬក៏ត្រូវបានគេរាយការណ៍នោះទេប៉ុន្តែគ្រាន់តែបញ្ជាក់ថាលោកត្រាំបានដឹងអំពីរឿងហ្នឹងហើយលោកតាមគ្រប់គ្រងផែនការហ្នឹងដែរដូច្នេះតើអ៊ុយក្រែនព្រមទទួលអ៊ុយក្រែននឹងខាតបង់អ្វីឬយើងនឹងរងចាំមើលបន្តទៀតដែរនេះគឺជាសេចក្តីរាយការណ៍របស់សារព័ត៌មាន NBC News បាទបានរាយការណ៍នៅថ្ងៃប្រហ័សនេះម៉ោងនៅសហរដ្ឋអាមេរិកគឺដោយបានឲ្យដឹងថាលោកប្រធានាធិបតី Donald Trump នៃសហរដ្ឋអាមេរិកបានចោទប្រកាន់សមាជិកសភាមកពីគណៈបកប្រជាធិបតេយ្យជាច្រើនរូបថាមានអកប្បកិរិយាបះបោរដោយអំពាវនាវដោយលោកប្រធានាធិបតីអំពាវនាវថាអ្នកទាំងអស់នោះគួរតែត្រូវបានចាប់ខ្លួននិងកាត់ទោសយកមកកាត់ទោសចំពោះការនិយាយនឹងអកប្បកិរិយាបែបនេះហើយទោសហ្នឹងគឺកាត់ទោសប្រហារជីវិតតែម្ដងសម្រាប់ចោលតែម្ដងសមាជិកសភាភាគច្រើនដែលជាអតីតយុទ្ធជនបានបង្ហោះវីដេអូមួយកាលពីថ្ងៃអង្គារដោយបានអំពាវនាវប្រាប់ទៅដល់មេដឹកនាំយោធាហើយនឹងក្រុមចារកម្មយោធារបស់សហរដ្ឋអាមេរិកថាបើសិនជាបញ្ជាដែលដាក់មកដោយខុសច្បាប់គួរតែបដិសេធបញ្ជានឹងទៅមិនឲ្យស្ដាប់តាមបញ្ជាដែលខុសច្បាប់ហើយលោកប្រធានាធិបតីថានេះហើយគេហៅថាជាអកប្បកិរិយាបះបោរនៅកម្រិតខ្ពស់បំផុតជនក្បត់ជាតិម្នាក់លោកហៅសុទ្ធតែជនក្បត់ជាតិណាជនក្បត់ជាតិម្នាក់ដែលក្បត់ចំពោះប្រទេសជាតិរបស់យើងគួរតែត្រូវបានចាប់ខ្លួននិងយកមកកាត់ទោសពាក្យសម្ដីរបស់ពួកគេមិនអាចត្រូវបានអនុញ្ញាតឲ្យមាននោះទេយើងបើមិនអញ្ចឹងទេយើងលែងមានប្រទេសរបស់យើងទៀតហើយយើងត្រូវតែយកពួកគេនេះធ្វើជាគំរូបាទប្រធានាធិបតីត្រាំបានសរសេរសារនៅក្នុងបណ្ដាញសង្គម Truth Social របស់លោកនៅព្រឹកថ្ងៃប្រហ័សនេះបាទដោយភ្ជាប់នឹងអត្ថបទវីដេអូដែលផ្សាយដោយកាសែត Washington Examiner ហើយលោកត្រាំបានសរសេរក្នុងសារអមនោះថា
នេះពិតជាអាក្រក់ណាស់និងគ្រោះថ្នាក់ដល់ប្រទេសជាតិរបស់យើងពាក្យសម្ដីរបស់ពួកគេមិនអាចត្រូវបានអនុញ្ញាតឲ្យមានបានទេនេះជាអកប្បកិរិយាបះបោរក្បត់ជាតិដាក់គុកពួកគេនៅក្នុងសារទី3លោកបានសរសេរថាអកប្បកិរិយាបះបោរដែលត្រូវតែផ្ដន់ទោសប្រហារជីវិតលោកត្រាំក៏បានបង្ហោះឡើងវិញនៅសារជាច្រើនពីអ្នកប្រើប្រាស់បណ្ដាញសង្គម Truth Social របស់លោកផ្សេងទៀតអំពីវីដេអូនេះរួមទាំងសារមួយដែលបាននិយាយថាបើសិនជា George Washington នៅរស់វិញគឺយកពួកទាំងអស់នោះគឺព្យួរកបាត់ទៅហើយអ្នកតាតែច្បាប់ឬក៏គេហៅថាសមាជិកសភាដែលបាននិយាយនៅក្នុងវីដេអូនោះគឺមានឈ្មោះច្រើនណាខ្ញុំមិនសូមមិនរៀបរាប់ឈ្មោះទេគឺមានតាំងពីសមាជិកព្រឹទ្ធសភាផងដែលភាគច្រើនពួកអស់លោកស្រីនោះគឺជាអតីតយុទ្ធជនដែលធ្លាប់ធ្វើការងារខាងទាហានផងខាងផ្នែកស៊ើបការសម្ងាត់ផងពួកអស់លោកស្រីបានស្នើសូមឲ្យទាហានមិនទៅស្ដាប់តាមបញ្ជាណាដែលពួកអស់លោកស្រីយល់ថាជារឿងស្របច្បាប់ទេហើយសមាជិកសភាព្រឹទ្ធសភាឬក៏យើងហៅសាមញ្ញថាអ្នកតាតែច្បាប់ទាំងអស់នោះគាត់បាននិយាយថាពួកអស់លោកស្រីដឹងថាខាងយោធាឥឡូវនេះគឺកំពុងតែរងសម្ពាធតានតឹងយ៉ាងខ្លាំងនៅពេលនេះហើយពលរដ្ឋអាមេរិកទុកចិត្តលើយោធារបស់ពួកគេហើយពួកគេដឹងថាអ្នកទាំងអស់នោះឥឡូវនេះកំពុងតែជួបគ្រោះហានិភ័យហើយអ្នកតាតែច្បាប់បានបន្តថារដ្ឋបាលនេះកំពុងដាក់សម្ពាធទៅលើអ្នកជំនាញយោធានិងសហគមន៍ស៊ើបការសម្ងាត់ឲ្យប្រឆាំងជាមួយនឹងពលរដ្ឋអាមេរិកខ្លួនឯងដោយដែលយើងឃើញទាំងអស់គ្នាដឹងហើយថាគឺពួកគេបានស្បត់ស្បែកការពាររដ្ឋធម្មនុញ្ញឥឡូវនេះគឺការគម្រាមកំហែងកើតមានឡើងហើយចំពោះរដ្ឋធម្មនុញ្ញរបស់យើងគឺមិនមែនចេញមកពីបរទេសនោះទេក៏ប៉ុន្តែគឺចេញមកពីនៅក្នុងប្រទេសរបស់ខ្លួនឯងយើងនេះតែម្ដងច្បាប់របស់យើងគឺច្បាស់លាស់ណាស់បានន័យថាអ្នកទាំងអស់គ្នាអាចបដិសេធបទបញ្ជាខុសច្បាប់អ្នកត្រូវតែបដិសេធបទបញ្ជាខុសច្បាប់គ្មាននរណាម្នាក់ត្រូវតែអនុវត្តបញ្ជាដែលរំលោភច្បាប់ឬរដ្ឋធម្មនុញ្ញរបស់យើងនោះទេនេះគឺជាអ្វីដែលអ្នកតាក់តែងច្បាប់ទាំងអស់នោះបានសរសេរបាននិយាយនៅក្នុងវីដេអូនោះក៏ប៉ុន្តែពួកអស់លោកស្រីនោះមិនបានបញ្ជាថាទៅឬក៏និយាយឲ្យល្មើសបទបញ្ជាពាក់ព័ន្ធនឹងរឿងណាមួយនោះទេគាត់ថានិយាយជាទូទៅតែម្ដងថាបើសិនជាបទបញ្ជាហ្នឹងខុសច្បាប់គឺមិនត្រូវស្ដាប់បទបញ្ជាហ្នឹងទេពីព្រោះអីគឺនៅខាងសហរដ្ឋអាមេរិកគឺបើយើងគោរពរដ្ឋធម្មនុញ្ញដែលបិតាស្ថាបនិកសហរដ្ឋអាមេរិកនេះបានតាក់តែងឡើងឲ្យមនុស្សទាំងអស់គ្នាមានសិទ្ធិស្មើគ្នាគឺយើងមិនមែនជាប្រទេសមួយដែលគោរពស្ដេចនោះដែលស្ដេចគឺជាអ្នកដែលមិនចេះខុសអញ្ចឹងដូច្នេះទាំងអ្នកដែលកាន់កិច្ចការយោធាគឺត្រូវតែគោរពរដ្ឋធម្មនុញ្ញទាំងអស់នេះគឺជាអ្វីដែលសមាជិកសភានិងព្រឹទ្ធសភាទាំងអស់នោះបាននិយាយឡើងហើយលោកតាមលោកមានការខឹងសម្បាជាច្រើនបាទខ្ញុំសូមមិនបន្ថែមយោបល់អ្វីបន្ថែមទៀតទេប្រិមត្តអាចស្ដាប់ដោយខ្លួនឯងបានដឹងហើយនេះគឺជាសហរដ្ឋអាមេរិកថ្ងៃទី20ខែវិច្ឆិកាឆ្នាំ2025ថ្ងៃប្រហោះបាទមិនមែនរឿងកើតឡើងកាលពី100ឆ្នាំមុនទេបាទនេះប្រិមត្តអាចយកទៅពិចារណាដោយខ្លួនឯងហើយព័ត៌មានទី2នេះគឺជាការសម្រេចរបស់តុលាការសហព័ន្ធដែលបានសម្រេចថាការដែលលោកប្រធានាធិបតី Donald Trump យកទាហានកងឆ្មាំជាតិមកដាក់ពង្រាយនោះគឺត្រូវតែបញ្ឈប់ទៅមកពីព្រួយការយកមកនេះមករក្សាសន្តិសុខនៅក្នុងរដ្ឋធានីរបស់ប្រទេសមួយគឺមិនជារឿងត្រឹមត្រូវនោះទេអ្នកស្រីចាប់ក្រមនៅក្នុងប្រចាំនៅរដ្ឋធានី Washington គឺអ្នកស្រីជាកប់បានសន្និដ្ឋានថាការដែលទាហានមកកាន់កាប់រដ្ឋធានីតាមបញ្ជារបស់លោកប្រធានាធិបតីគឺជាការរំលោភលើអំណាចទៅដល់មន្ត្រីជាមូលដ្ឋានក្នុងការដឹកនាំការអនុវត្តច្បាប់នៅក្នុងស្រុកទោះបីជាយ៉ាងណាក៏ដោយលោកស្រីបានផ្អាកសិនគឺបានន័យថាបទបញ្ជាដែលសម្រេចនៅថ្ងៃនេះគឺលោកស្រីទុកពេលឲ្យរដ្ឋបាលរបស់លោកត្រាំចំនួន21ថ្ងៃដើម្បីប្តឹងឧទ្ធរណ៍ប្រឆាំងនឹងបទបញ្ជាបាទឬក៏ជំទាស់យ៉ាងម៉េចហើយទុកឲ្យស្រាវធរសម្រេចបន្តលោកអគ្គរដ្ឋអាជ្ញា Brian Schwab ដែលប្រចាំនៅក្នុងរដ្ឋធានី Washington នោះបានប្តឹងជំទាស់ចំពោះការដែលលោកប្រធានាធិបតី Donald Trump យកកងឆ្មាំជាតិមកដាក់ពង្រាយនៅក្នុងរដ្ឋធានីហើយលោកបានស្នើសុំចៅក្រមឲ្យឃាត់សេតវិមានជប់ឲ្យពង្រាយកងឆ្មាំជាតិនេះបើសិនជាគ្មានការយល់ព្រមពីអភិបាលក្រុងខណៈពេលដែលដំណើរការប្តឹងផ្តល់កំពុងតែបន្តហើយមានរដ្ឋជាច្រើនដែលជាពិសេសរដ្ឋមកពីខាងគណៈបកប្រជាធិបតេយ្យក៏គ្រប់គ្រងចំណាត់ការប្តឹងផ្តល់តាមផ្លូវច្បាប់នេះដែរគឺបានន័យថាពួកគេដើរតាមបន្ទាត់ខ្សែគណៈបកខុសតែ
រដ្ឋដែលមានគណៈបកសាធារណរដ្ឋគ្រប់គ្រងគឺពួកគេមិនប្តឹងផ្តល់នោះទេបាទលោកក៏បាននិយាយថាគណៈដែលប្រធានាធិបតីសំទោសចៅក្រមលោកស្រីក៏បាននិយាយថាគណៈដែលប្រធានាធិបតីមានសិទ្ធិអំណាចក្នុងការការពារមុខងារនិងកន្លែងអគាររបស់រដ្ឋាភិបាលសហព័ន្ធក៏ប៉ុន្តែលោកមិនមានសិទ្ធិអាចដាក់ពង្រាយកងឆ្មាំជាតិនៅរដ្ឋធានី Washington ដោយឯកតោភាគីដើម្បីគ្រប់គ្រងតាមបង្ក្រាបអំពើអក្រកម្មតាមដែលលោកយល់ឃើញថាសមរម្យនោះទេហើយក៏មិនអាចហៅឆ្មាំជាតិពីប្រទេសពីរដ្ឋផ្សេងទៀតមកចូលរួមប្រតិបត្តិការនោះដែរបាទនេះគឺជាព័ត៌មានទី2ហ្នឹងបាទរីឯព័ត៌មានទី3នេះគឺជាសេចក្តីរាយការណ៍របស់ BBC ដែលខ្ញុំដកស្រង់យកមកផ្សាយនេះហើយមានសារព័ត៌មាននៅសហរដ្ឋអាមេរិកច្រើនបានរាយការណ៍ដែរហើយខ្ញុំយកខាង BBC មកដើម្បីចង់ដឹងថាតើក្រៅពីបណ្ដាញសារព័ត៌មានសហរដ្ឋអាមេរិកនេះគឺសារព័ត៌មាននៅខាងក្រៅសហរដ្ឋអាមេរិកនេះរាយការណ៍យ៉ាងមិនខ្លះអំពីរឿងនៅសហរដ្ឋអាមេរិកនេះបាទគឺតាមសេចក្តីរាយការណ៍របស់ BBC បានឲ្យដឹងថាសមាជិករដ្ឋសភាម្នាក់នៅមកពីរដ្ឋ Florida គឺអ្នកស្រី Sheila Sheffield McCormick ត្រូវបានចោទប្រកាន់ពីបទលាងលុយមួយចំនួនគេបន្លំលុយមួយចំនួនរបស់ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយហៅថា FEMA ក្នុងយុទ្ធនាទៅប្រើប្រាស់នៅក្នុងយុទ្ធនាការបោះឆ្នោតឆ្នាំ2021របស់លោកស្រីជាសមាជិករដ្ឋសភាមកពីខាងគណៈបកប្រជាធិបតេយ្យឆ្នាំនេះលោកស្រីមានអាយុ46ឆ្នាំត្រូវបានរកការស៊ើបអង្កេតដោយគណៈកម្មាធិការសិលធម៌នៃសភាតំណាងរាស្ត្រហើយអាចនឹងត្រូវបណ្តេញចេញពីសភាផងដែរអគ្គរដ្ឋមន្ត្រីក្រសួងយុទ្ធភ័ពគឺអ្នកស្រី Pam Bondi បានហៅថានេះគឺជាអក្រិតកម្មអាត្មានិយមនិងមានកេរ្តិ៍ឈ្មោះអាស្រូវនៅក្នុងសេចក្តីថ្លែងការណ៍មួយអ្នកស្រី McCormick បានជាប់ឆ្នោតតាំងពីឆ្នាំ2022នោះបានអះអាងថាលោកស្រីគ្មានទោសហើយខិតខំធ្វើយ៉ាងណាដើម្បីលុបលាងសម្អាតកេរ្តិ៍ឈ្មោះរបស់លោកស្រីប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់53ឆ្នាំប្រសិនបើត្រូវបានផ្តន្ទាទោសការក្លែងបន្លំនេះត្រូវបានធ្វើឡើងតាមរយៈក្រុមហ៊ុនថែទាំសុខភាពដែលដំណើរការដោយក្រុមហ៊ុនសមាជិកសភាខ្លួនឯងនឹងតែម្ដងបងប្អូនក្រុមគ្រួសារគាត់ជាអ្នកដំណើរការក្រុមហ៊ុននឹងហើយបងប្រុសរបស់គាត់គឺលោក Elvin Sheffield អាយុ51ឆ្នាំក៏រងការចោទប្រកាន់ផងដែរជាអ្នកដែលដឹកនាំការងារនឹងអ្នកស្រី McCormick នេះគឺជានាយកប្រតិបត្តិនៃក្រុមហ៊ុនក្រុមគ្រួសាររបស់អ្នកស្រីដែលមានឈ្មោះថា Trinity Healthcare Service បាទនៅពេលនោះគឺអ្នកស្រីនៅជានាយកប្រតិបត្តិហើយក្រុមហ៊ុនហ្នឹងគឺបានទទួលបានកិច្ចសន្យាពីខាង FEMA ហ្នឹងគឺមជ្ឈមណ្ឌលគ្រប់គ្រងគ្រោះមហន្តរាយហ្នឹងដើម្បីចុះឈ្មោះមនុស្សដែលទទួលថ្នាំវ៉ាក់សាំង COVID ប៉ុន្តែនៅក្នុងខែកក្កដាឆ្នាំ2021គឺក្រុមហ៊ុននេះបានទទួលប្រាក់លើសរហូតដល់$5 លានជាថវិការបស់សហព័ន្ធនេះបើតាមក្រសួងយុទ្ធភ័ពហើយបងប្អូនទាំងពីរនាក់នោះត្រូវបានគេចោទប្រកាន់ថាបាត់បង់ពីប្រភពប្រាក់ចំណូលនោះនៅក្នុងទម្លាក់នៅក្នុងករណីជាច្រើនហើយទីបំផុតប្រើប្រាស់លុយនោះធ្វើជាវិភាគទានទៅដល់យុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកស្រីអ្នកស្រីគឺជាមនុស្សដែលមានឈ្មោះនៅក្នុងការចោទប្រកាន់នោះបាទត្រូវបានគេចោទប្រកាន់ថាជាអ្នកបង្វែរប្រាក់ពី FEMA ទៅឲ្យសាច់ញាតិបងប្អូនមិត្តភ័ក្តិដើម្បីធ្វើឲ្យពួកគេនឹងជាអ្នកបរិច្ចាគត្រឡប់មកយុទ្ធនាការរបស់អ្នកស្រីវិញបាទអញ្ចឹងបានទៅឲ្យលុយទៅគេឲ្យគេចេញឈ្មោះថាជាអ្នកបរិច្ចាគថវិកាមកយុទ្ធនាការឃោសនារបស់អ្នកស្រីនេះបើតាមព្រះរាជអាជ្ញាហើយសមាជិកសភាខាងគណៈបក Florida ដែរគឺខាងគណៈបកសាធារណរដ្ឋមកពីរដ្ឋ Florida ដែរបាននិយាយថាលោកនឹងបង្ខំឲ្យមានការបោះឆ្នោតបណ្ដេញអ្នកស្រី McCormick ចេញពីសភាមកបន្ទាប់ពីមានការចោទប្រកាន់បែបនេះអញ្ចឹងនេះគឺជាអ្វីមួយដែលកើតឡើងនៅសហរដ្ឋអាមេរិកអញ្ចឹងខ្ញុំសូមបន្ថែមកន្លែងនេះបន្តិចដើម្បីជាចំណេះដឹងរបស់ដល់ប្រិយមិត្តមួយចំនួននេះគឺជាការចែករំលែកចំណេះផងដែរគឺនៅក្នុងសហរដ្ឋអាមេរិកពេលដែលយើងធ្វើការឃោសនាបោះឆ្នោតគឺយើងអាចមានសិទ្ធិទៅរៃអ្នកអង្គាសថវិកាដាក់បើកជា website បើកអីចឹងមកគេអាច fund គេអាចផ្ដល់មូលនិធិឲ្យយើងឬក៏យើងធ្វើកម្មវិធីរៃអង្គាសថវិកាដើរប្រមូលលុយអីដើម្បីយកមកធ្វើការឃោសនានឹងបានក៏ប៉ុន្តែលុយដែលគេឲ្យមកមិនមែនមានតែឲ្យដែលអត់មានខ្ទង់ទេត្រូវមានខ្ទង់ថាលុយនេះចូលប្រហែល$1 $2ក៏គេមានដែរគេត្រូវមានទាំងអស់$1 $2 $5 $10 $10 $100ហើយគេមានកំហិតគេមិនឲ្យច្រើនទៀតក៏មានដែរអញ្ចឹងណាបាទអញ្ចឹងពេលហ្នឹងហើយសរុបទៅបានប្រមាណការចំណាយទៅលើអ្វីគឺត្រូវមានតម្លាភាពមិនមែនចេះតែដើរប្រមូលលុយសុំលុយគេមកហើយចាយអត់មាន
តម្លាភាពអត់នឹងទៅណាអាហ្នឹងនៅពេលដែលចុងឆ្នាំអីឬក៏ពេលដែលគេត្រូវធ្វើ audit គេធ្វើការធ្វើសវនកម្មម្ដងគេរកឃើញថាតើចំណាយលើអីឥឡូវនេះគឺលុយដែលទៅប្រមូលពីគេមកបានឧទាហរណ៍ថាប្រមូលបាន2លានប៉ុន្តែចំណាយអស់ក្នុងការឃោសនាអស់តែ1លានកន្លះទេអញ្ចឹងគេសួរតើកន្លះលានទៀតយកទៅណាអ្នកខ្លះជាប់បញ្ហាច្រើនណាអាកន្លះលាននឹងទៀតគាត់យកទៅចំណាយបង់ credit card របស់គាត់ទៅធ្លាប់ជំពាក់គេអ្នកខ្លះទៅបង់ថ្លៃផ្ទះគាត់ខ្លះនឹងទិញអាវហឺហាខុសគោលការណ៍បាទមានលោកមួយលោក George Santos នៅខាង New York ហ្នឹងត្រូវបានគេកាត់ទោសឲ្យជាប់ពន្ធនាគារណាពីបទចាយលុយរៃអង្គាសលុយគេមកធ្វើការឃោសនាហ្នឹងឲ្យខុសច្បាប់ហើយជាប់គុកណាតែលោកប្រហែលថ្ងៃមុននេះលោកត្រាំសប្តាហ៍មុនបើលោកត្រាំទៅតែគាត់ pardon គាត់លើកលែងទោសឲ្យទេបានរួចខ្លួន George Santos នៃគណៈបកសាធារណរដ្ឋហើយគឺឥឡូវនេះលោកស្រីគឺគណៈបកប្រជាធិបតេយ្យអញ្ចឹងនៅសហរដ្ឋអាមេរិកគឺអនុញ្ញាតឲ្យរៃអង្គាសថវិកានឹងបានស្របតាមច្បាប់ប៉ុន្តែត្រូវគ្រប់គ្រងថវិកានឹងឲ្យច្បាស់ចំណាយលើអីមិនមែនចេះតែគេឲ្យមកដាក់ស្រោមសម្បត្តិឬក៏ដាក់តាមអនឡាញអីមកហើយអត់មានតម្លាភាពនោះទេហើយចេះចាយវាទៅណាគេសួរខាងគេវិញអត់ទេណាបាទគេសួរទៅឲ្យគេមកក្រុម audit ហ្នឹងគេសួរឲ្យច្បាស់ថាចំណាយលើអីបាទហើយតែចាយខុសរឿងឥឡូវលោកស្រីនេះគឺអញ្ចឹងដែរមកមានការបន្លំអីចឹងប៉ុន្តែតើទៅខាងមុខតើលោកស្រីអាចនឹងលាងសម្អាតឈ្មោះលោកស្រីយ៉ាងម៉េចពីព្រោះអីយើងការចោទប្រកាន់ជាការចោទប្រកាន់ណាគឺមនុស្សម្នាក់មិនទាន់មានទោសកំហុសទេរហូតតែមានតុលាការសម្រេចប៉ុន្តែខ្ញុំលើកករណីដូចលោក George Santos នៅខាង New York ហ្នឹងគឺតុលាការសម្រេចថាគាត់មានទោសតែម្ដងបាទបន្លំលុយគេនឹងយកមកទិញរុយប្រមូលមកសម្រាប់យុទ្ធនាការធ្វើសកម្មភាពនយោបាយហ្នឹងយកទៅចាយវាលើអីផ្សេងដល់ពេលគេរកឃើញមានទោសណាបាទតែលោកតាមលើកលែងទោសឲ្យទេបាទអញ្ចឹងនៅសហរដ្ឋអាមេរិកគឺអញ្ចឹងបាទច្បាស់លាស់ណាស់ណាបាទ